គ្រប់ជំរាបសួរទៅដល់ពុកម៉ែបងប្អូនអ៊ំពូមីទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានជាមួយនឹងសាច់រឿងបាទចម្លែកមួយទៀតហើយដែលសាច់រឿងថ្ងៃនេះគឺបានមកពីខាងខេត្តបាត់ដំបងហើយសាច់រឿងហ្នឹងនៅខេត្តបាត់ដំបងហ្នឹងបាទគឺសាច់រឿងរបស់អ៊ំស្រីយ៉ាតហើយអ៊ំស្រីយ៉ាតហ្នឹងគាត់ជាអ្នកផ្ដល់សាច់រឿងហ្នឹងមកកាន់ខ្ញុំហើយអ៊ំស្រីយ៉ាតគាត់ប្រាប់ខ្ញុំថាគាត់សូមលាក់ជាមួយនឹងភូមិហើយនឹងបាទសាច់រឿងហ្នឹងខ្លះអីចឹងទៅហ្នឹងហើយហើយអ៊ំស្រីយ៉ាតគាត់និយាយថាសាច់រឿងហ្នឹងកើតចេញមកពីគ្រួសាររបស់គាត់ហ្នឹងហើយហើយគ្រួសាររបស់អ៊ំស្រីយ៉ាតហ្នឹងទម្រាំតែគាត់បានសុខស្រួលឬក៏រស់នៅរៀងមានក្តីសុខឬក៏សុភមង្គលក្នុងគ្រួសារហ្នឹងបាទហើយអ៊ំស្រីយ៉ាតគាត់និយាយថាពិបាកណាស់ទម្រាំតែបានសុខស្រួលឬក៏មានសុភមង្គលក្នុងគ្រួសារគាត់នេះដោយសារគឺគាត់ជួបទុក្ខលំបាកច្រើនបាទដោយសារអីដោយសារថាខាងកូនរបស់គាត់ហ្នឹងបាទជ្រើសរើសបាទការធ្វើផ្ទះឬក៏ជ្រើសរើសអ្វីមួយដែលខុសគឺមិនត្រូវតាមប្រពៃណីអីចឹងទេហើយអ៊ំស្រីយ៉ាតហ្នឹងគាត់ក៏បាននិយាយប្រាប់ខ្ញុំតទៀតគាត់ថាសាច់រឿងជាស្រេចកូនរបស់គាត់ហ្នឹងមិនសូវជឿទៅលើអបិយជំនឿអញ្ចឹងហើយបាទកូនរបស់អ៊ំស្រីយ៉ាតហ្នឹងបាទជួបរឿងបែបនេះតោះឥឡូវកុំឲ្យខាតពេលវេលាយូរប្រិយមិត្តទាំងអស់គ្នាចាំចូលស្ដាប់ជាមួយនឹងសាច់រឿងនឹងទាំងអស់គ្នាដោយសារសាច់រឿងរបស់កូនរបស់អ៊ំស្រីយ៉ាតហ្នឹងទៅជាយ៉ាងណាបាទប្រិយមិត្តពេលដែលស្ដាប់សូមយកចិត្តទុកដាក់ឬក៏បាទកុំបាយអារម្មណ៍តាណាអីសោះយកចិត្តទុកដាក់ស្ដាប់បន្តិចទៅបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងយល់ជាមួយនឹងសាច់រឿងហ្នឹងហើយសាច់រឿងរបស់យើងចាប់ផ្ដើមមកពីបាទបាត់ដំបងហ្នឹងហើយខាងខេត្តបាត់ដំបងហ្នឹងរឿងរបស់អ៊ំស្រីយ៉ាតហ្នឹងបាទវាគួរឲ្យខ្លាចឬក៏វាស្ដាប់ទៅមិនគួរឲ្យជឿដោយសារគាត់មិនសូវជឿទៅលើអាពេលជំនឿហ្នឹងទាំងក្រុមគ្រួសាររបស់គាត់ទាំងអស់ប៉ុន្តែអាពេលហ្នឹងអាពេលដែលគាត់ជួបរឿងហេតុការណ៍ហ្នឹងបានគាត់ជឿទៅលើអាពេលជំនឿហ្នឹងហើយអញ្ចឹងហើយអាសាច់រឿងរបស់យើងហ្នឹងជាដំបូងគឺគ្រួសាររបស់អ៊ំស្រីយ៉ាតពេលដែលកូនរបស់គាត់ធំពេញវ័យបាទកូនប្រុសរបស់គាត់ហ្នឹងធំពេញវ័យគាត់ក៏បានរៀបចំការប្រពន្ធឲ្យកូនប្រុសរបស់គាត់នៅពេលដែលគាត់បានការឲ្យកូនប្រុសរបស់គាត់នឹងហើយបាទអាពួកគាត់ហ្នឹងក៏បានបែកឆ្នាំងចាននេះអញ្ចឹងណាហ្នឹងហើយពេលដែលពួកគាត់ការហើយបែកឆ្នាំងចានឆ្នាំងអីអញ្ចឹងទៅគាត់ក៏បានទៅនៅដីមួយកន្លែងដែលបានម្ដាយរបស់គាត់ហ្នឹងចែកឲ្យអាពេលដែលគាត់ចែកឲ្យកូនរបស់គាត់ហ្នឹងអាដីហ្នឹងគាត់មិនទាន់ដឹងច្បាស់ថាវាយ៉ាងម៉េចឬក៏អាចនិយាយបានថានៅបានឬក៏មិនបានអញ្ចឹងទៅណានៅពេលដែលកូនរបស់អ៊ំស្រីយ៉ាតហ្នឹងគាត់ទៅនៅដីហ្នឹងដំបូងគឺគាត់មិនរកគ្រូឬក៏មិនរកពលារកអីធ្វើឲ្យត្រឹមត្រូវទេពេលដែលគាត់បានទៅរៀបចំនៅដីមួយហ្នឹងគាត់ចូលទៅដល់នៅភ្លាមគាត់បានទៅរកជាងបាទទៅរកជាងធ្វើផ្ទះឲ្យគាត់នៅសម័យនោះពេលដែលគាត់ទៅរកជាងឲ្យជាងធ្វើផ្ទះធ្វើអីឲ្យហ្នឹងឈើក៏គាត់ជាអ្នករកទិញខ្លួនឯងដែរគាត់មិនបានរកជាងរកអីទេប៉ុន្តែពេលដែលគាត់រៀបចំបាទហៅជាងរកអីធ្វើឲ្យអស់ចឹងទៅគាត់និយាយជាមួយជាងឲ្យអស់គាត់ក៏បានចេញទៅរកទិញឈើនៅខាងឌីប៉ូឈើបាទខាងឌីប៉ូឈើហ្នឹងពេលដែលគេរើឈើឲ្យអស់ចឹងទៅក៏បានខ្វះជាមួយនឹងគ្រឿងក្រៅខ្លះដូចជាផ្ទងឬក៏ផ្លាឬក៏តសផ្ទះអីចឹងទៅបាទពេលដែលគាត់និយាយគ្នាឲ្យអស់ចឹងទៅហ្នឹងបាទគាត់ក៏បានប្រាប់ទៅកាន់កូនប្រុសរបស់អ៊ំស្រីយ៉ាតខាងម្ចាស់ឌីប៉ូឈើគេប្រាប់ទៅខាងកូនប្រុសរបស់អ៊ំស្រីយ៉ាតថាឈើយើងឥឡូវគឺខ្វះផ្ទងនិងសសរពីដើមកូនប្រុសរបស់អ៊ំស្រីយ៉ាតគាត់ក៏បាននិយាយថាតើឥឡូវគាត់មានដើមឈើទាលមួយដើមនៅក្បែរផ្ទះរបស់គាត់បាទក្នុងភូមិមួយក្បែរផ្ទះរបស់គាត់ហ្នឹងគាត់ក៏បានរកជាមួយនឹងខាងម្ចាស់ឌីប៉ូឈើហ្នឹងឲ្យទៅកាប់ឬក៏ជ្រៀកជាមួយនឹងដើមឈើមួយហ្នឹងពេលដែលគាត់ជ្រៀកហើយអស់អញ្ចឹងទៅហ្នឹងបាទគាត់មិនទាន់ដឹងទេថាដើមឈើមួយហ្នឹងគឺមានព្រាយនៅឬក៏ខ្មោចបាទវាកាន់នៅដើមឈើមួយហ្នឹងគឺគាត់មិនទាន់ដឹងទេ
nó pe để cặp chơi hai nâng ó nó nghe dốt mà thưa tè rồi còn dốt mà sang xong tè ôi được bao ơi bong pro mà đang đầy tơi chỉ côn pro là ông xây ra đó á bà pe là sang xong điệp trong bà krong lược tè lược ai lang lệ tận nạp lệ ai hai o chẳng tới kia mình tơi sang krong lìm đòn bề mật bà krong ca cái thứ tè vấn đề con pro là ông xây ra đó nghe quát mình thưa chiến prap ở quạt thử bàn tay quạt mình thử quạt tha ui việc mình sẽ thế chớ tại vô mò hơi cứ hơi ấy nè na để đâu căn đâu ấy cứ mình đai mò tam cao thế bà quạt chưa chùm nưa trên chẳng từ đầy xe để tha quạt mình sơ chưa từ lơ à p chùm nưa mùi nứng á chiến á có quạt ba nay nó mùi prao cái này bàn tay bong prom này nó cứ quạt mình chưa từ lưới chiên thì chẳng ai chiến ấy có ba mình đòi tam quạt nâng từ quạt có ba bà lực tè lực ai oi nâng tờ có thá bà thưa oi từ cục cách hai hai thôi bà quạt thưa có chỉ đừng được bảo qua từ thưa tè hai vô tờ lôi từ chiên kia gì bạn nắng ấy nó bé đà bong pro mà nè nâng cột ba riệp trong thưa ai chết hơi bây giờ gọi riệp trong kruông hai oi chẳng từ nè ngày cái này nó cứ nhung sông và tham từ một quan tạch tiệt cầm oi nơi du cái này thưa tè nâng bị để sao ông xây dắt quạt nơi riệp rộp rạp cái này nâng cái lạnh thưa tên nó cứ đừng dụ đài bên tay khi em start tới cái lạnh thưa tên nó cứ ở tôi mới bành hay thì ở đây là bành ha bấm phật mà bé là thưa tê hơi á bì mà từng ngõ cái này có đó ban riệp chóm thưa bị thi lang tê đòi trầm trơ nữa thì cứ cốt mà hao tai à cha bà mà sốt môn prok prong nó không tê nó lơ để xây lơ ấy chẳng tới rứa có đinh cùng rau lên chẳng tới vấn tài quát mình ban oi niềm môn lúc bà một số bốn bà cái hao ta niềm môn lúc một số bốn mình đánh pre bị sai nó không tè mùi nừng bà quát mình toàn ban niềm môn lúc một thì quát ban trăm tái niềm môn bà à cha một số tịch tui tương tè nó bây đã quát ban niềm môn chỉ mùi nừng à cha một số môn nơi gần lại tè quát nó nghe hơi on chẳng thầy quát có bán chỗ từ nớ không phải mùi nừng chỉ mùi nước bọt bún đã bỏ quạt hơi mà đây đã bỏ quát có bán một lên chỉ mùi nừng phải đã bỏ cồn quát đài rồi sao phải đã bỏ cồn quát nừng phải quát mình đâu chỉ ngay bị cái điều mà ăn thì là ngay mình cứ nên chết thì nó pe đài quát bán một lên phải đã bỏ cồn quát có bán mơ từ phải đã bỏ cồn quát thá mà từ sao từng cồn quát tiết thá phải nít ạt này một phải nữa cứ té nó cứ té tìm là ngày quạt hai một té nó sát ấy chẳng từ quạt có ban lang từ mưa thằng lướt té bông tay à vơi để ôm xây giác quạt cha bà rõm pot bà cứ quạt cha bà rõm tròn thá trò sọc té cần đa lắm ạ cứ trơ trong chỉ mùi đang chùm điện té đó nghe thật sọp té đó nghe bà quạt mưa tấu hai đầu vấy co về soi về miên lẽ cả nãy thao về soi nên trong cần đa từ so mùi đừng hỏi ôi đó đang tạo rẽ được cái chơi thì cứ con mình đàn ơi tậu sang kết mưa anh chẳng từ quát của bạn xua từ càng cồn cọt xua thá cồn này hai đôi coi dốc chơi đòi soi không nứng vô mà thua tiền chăng cồn bảo quát của bạn pra từ càng mà đại qua tha muốn mai chơi nó á nhóm ban oi càng cha đi bộ chơi đến cái cáp nữa đám trực tiếp phun cha môi cái lại này cho phun dương nè kêu mọi cái cáp vô màu thưa tê để ra khai cha đi bộ chơi con qua chơi chẳng tới trong có ban từ đó tên chơi kia nó có bài phô được bao nhiêu nó vô mà thưa theo tới mai hay mai rồi bỏ bom prom này đánh con có ban xua tha hay đây có con tên chơi vô mà thưa theo nó mình bán mơ chơi đi soi gần đa là bàn tay con là mến cái tha soi gần đá nó cứ về miền là vậy nó thế có tha soi gần đá nó vì tha vì mình đừng chốt chơi bà không cả đá bài nè ô bạ ấy chẳng tới rồi có bạ bài anh chẳng hết á con gì bạn nè hay cô pro bao quát nó có thao vì mình sẽ thế mày từ so teo mà còn nó vì mình đang mà pa po này từ so cái đá muối nắng nghe nè còn gì bạn đang tiết này bà nó pe đó nhé quát trời là thôi teo hai cứ quát mình nơi ngay tim muối đó nghe mai là bao quát có bà mười chẳng từ nó pe đây quát ban bà giúp là quát ban sầm rán giúp á giúp ngay tim muối nó cứ quát nơi mình toàn cao thì bà để sao vậy mà dân gì pre một trọng đắng bà không lấy chạm tạm ăn tu này mà to tiết ngày nơi giúp tim muối đó nghe bà ơi khung té nâng có ban mi rơi chùm lại cát lang nơi khung dục mũi nâng
ដែលពេលយប់ហ្នឹងគឺកូនប្រុសរបស់អ៊ំស្រីយ៉ាហ្នឹងកំពុងតែដេកជាមួយនឹងប្រពន្ធរបស់គាត់ពេលដែលគាត់ដេកសុកហ្នឹងពាក់កណ្ដាលត្រៀតយប់ជ្រៅទៅហើយស្រាប់តែមានសំឡេងមួយធ្លាក់ពីលើផ្ទះលឺសូរតែក្ដុងលឺសូរក្ដុងតែម្ដងប៉ុន្តែមិនទាន់តែដឹងជាអ្វីពីអ្នកប្តីប្រពន្ធហ្នឹងគាត់បានភ្ញាក់ឡើងឆោឡោពេញនឹងតែម្ដងសំឡេងក្ដុងហ្នឹងដូចជាសំឡេងអ្នកណាគេលោតពីលើធ្នឹមផ្ទះមកលើអានីផ្ទះអញ្ចឹងលឺសំឡេងចឹងតែលោតមកលឺសូរក្ដុងតែម្ដងបាទបន្ទាប់ពីលោតក្ដុងហ្នឹងហើយគាត់ភ្ញាក់ព្រឹកតែម្ដងនៅពេលដែលគាត់ភ្ញាក់ហ្នឹងគឺគាត់ក៏លេចរមើលពីប្រពន្ធរបស់គាត់ហើយគាត់សួរទៅប្រពន្ធគាត់ទៀតកូនប្រុសហ្នឹងគាត់សួរថាអូនស្អីគេមិញលោតពីលើផ្ទះមកលឺសូរតែក្ដាំងតែម្ដងហើយប្រពន្ធរបស់គាត់ហ្នឹងក៏បានសួរការប្តីវិញហើយបើបងឯងសួរខ្ញុំទៅសួរអ្នកណាបើខ្ញុំអត់ដឹងតែគ្នាហ្នឹងកំពុងតែដេកសុកពីអ្នកប្តីប្រពន្ធហ្នឹងគាត់ភ្ញាក់ប្តឹងខ្លួនភ្លាមគឺម្នាក់ឆោឡោតែម្ដងប៉ុន្តែមួយសន្ទុះក្រោយមកទៀតគាត់ដើរអឺតរមើលគឺអត់មានអីទាំងអស់គឺលក្ខណៈសកម្មភាពពីរហ្នឹងគឺស្ងប់ស្ងាត់ធម្មតាអញ្ចឹងទៅគាត់ក៏បានគិតថាប្រហែលជាឆ្មាជាអីលូតអញ្ចឹងទៅបាទគាត់ក៏បានរៀបចំដេកទៅវិញពីអ្នកប្រពន្ធរបស់គាត់ហ្នឹងហើយអាយុតែពេលដែលគាត់ដេកទៅវិញហ្នឹងណាបាទលក់ចិត្តភ្លឺទៅហើយស្រាប់តែលឺសំឡេងសរុបជើងដើរសូប្រាប់តែម្ដងហើយប្តីស្មានតែប្រពន្ធជាអ្នកដើរអញ្ចឹងទៅនៅពេលហ្នឹងណាប្តីអញ្ចឹងក៏បានភ្ញាក់ដឹងខ្លួនឡើងស្រែកហៅប្រពន្ធគាត់តែពេលស្រែកហៅភ្លាមប្រពន្ធនៅដេកគៀនគាត់តែម្ដងហើយចុះគាត់មុនលឺសំឡេងសរុបជើងអ្នកណាគេដើរហ្នឹងហើយយ៉ាកាន់តែថារៀនចម្លែកអីអញ្ចឹងណានៅក្នុងផ្ទះរបស់គាត់មួយហ្នឹងនៅពេលភ្លឺឡើងហ្នឹងយប់ឡើងភ្លឺឡើងគាត់ក៏បាននិយាយពីរឿងយប់មិញពីអ្នកប្រពន្ធគាត់ហ្នឹងបាទហើយប្រពន្ធថាឥឡូវមានតែឲ្យហៅម៉ែឲ្យមកជួយមើលទេឬក៏ហៅម៉ែមកនិយាយជាមួយអីចឹងទៅកូនប្រុសរបស់អ៊ំស្រីយ៉ាហ្នឹងក៏បានហៅជាមួយនឹងម្ដាយមកនិយាយពីសកម្មភាពយប់មិញដែលថាបានកើតឡើងនៅក្នុងផ្ទះរបស់គាត់ហ្នឹងគាត់ក៏បាននិយាយប្រាប់រៀបរាប់ប្រាប់ម្ដាយរបស់គាត់ហ្នឹងតាមដើមតងអីចឹងទៅហើយម្ដាយក៏បានសួរថាអើយចុះពេលដែលមុននឹងចូលមកដេកហ្នឹងបាទហើយមានបានអុជធូបអីប្រាប់ម្ចាស់ផ្ទះនៅជានាងផ្ទះជានាងអីនៅចឹងណាគាត់ថាគាត់អុជឲ្យធម្មតាតាមឯងគាត់និយាយចឹងទៀតគាត់ថាគាត់អុជធម្មតាធម្មអីចឹងទៅមិនមានអ្វីកើតឡើងទេប៉ុន្តែម្ដាយក៏បានប្រាប់ទៅវិញថាអញ្ចឹងវាប្រហែលជាផ្ទះថ្មីវាលក្ខណៈថាវាលន់ឬ snow ដេកគូលឬក៏ snow អីចឹងណាអូយផ្ទះទើបតែធ្វើហើយរកខ្លាយវាលន់សំឡេងឈើឬក៏សំឡេងដេកគូលវាហើបអញ្ចឹងទៅពេលហ្នឹងណាកូនប្រុសរបស់អ៊ំស្រីយ៉ាន់ក៏គាត់ជឿតាមសំឡេងរបស់ម្ដាយប្រហែលជាមិនមានអីទេនៅពេលយប់ឡើងគាត់បានសម្រានលាកម្សាទៀតគាត់ក៏បានយកសពចម្លែកជាច្រើនមែនទែនគាត់យកសពបន្តិចគាត់ថាឃើញគេមកហៅគាត់បន្តិចគេមកវាយគាត់ឬក៏មកធ្វើបាបគាត់ឬក៏មកសង្កត់គាត់អីចឹងជាដើមគាត់យកសពច្រើនណាស់គាត់យកសពចម្លែកច្រើនណាស់មិនដឹងថាជាស្អីទៅស្អីខ្លាយអីចឹងណានៅពេលដែលយប់ឡើងដល់មួយរយៈពេលធំបាទចូលដល់កន្លះខែក្រោយមកទៀតបាទនៅយប់ហ្នឹងគឺត្រូវជាយប់នឹងថ្ងៃសិលបាទត្រូវនឹងយប់ថ្ងៃសិលកូនប្រុសរបស់អ៊ំស្រីយ៉ាតហ្នឹងដេកជាមួយនឹងប្រពន្ធធម្មតាទេប៉ុន្តែនៅយប់ហ្នឹងស្រាប់តែឮសំឡេងយំបាទសំឡេងក្មេងយំតែម្ដងគាត់ក៏ចាប់ដើមតែសួរទៅកាន់ប្រពន្ធគាត់ថាអូនមានឮសំឡេងអីអត់កាន់តែមានរឿងចម្លែកកើតឡើងជាច្រើននៅក្នុងផ្ទះមួយហ្នឹងឮសំឡេងក្មេងយំបាទហើយបន្តិចទៀតមកទៀតហ្នឹងស្រាប់តែឮសំឡេងមនុស្សស្រីស្រីប្រាប់កូនថាកុំយំកូនចឹងទៅហើយបន្ទុះទៀតហ្នឹងស្រាប់តែឮសំឡេងមួយទៀតបាទសំឡេងដូចជាស្អីហ្នឹងឯងគឺនិយាយគ្នាឡើងតែងងពេញហ្នឹងតែម្ដងនៅពេលហ្នឹងកូនប្រុសរបស់អ៊ំស្រីយ៉ាន់ក៏បានងើបពីដំណេកបាទគាត់ក៏បានបើកភ្លើងជុំវិញផ្ទះគាត់ទាំងអស់ដើររមើលតាមសំឡេងមួយនោះប៉ុន្តែពេលដែលគាត់បើកភ្លើងគឺមិនមានឮសំឡេងអីនោះទេស្រាប់តែបាទមួយរយៈក្រោយមកទៀតកូនប្រុសរបស់អ៊ំស្រីយ៉ាន់គាត់ក៏បានមិនអស់ចិត្តក៏បានទៅមើលគ្រូមើលអីចឹងទៅគាត់គឺជាមនុស្សម្នាក់ដែលមិនសូវជឿទៅលើអភិជំនឿប៉ុន្តែពេលដែលគាត់មិនសូវជឿក៏លើគាត់ជួបរបស់ពិតអីចឹងទៅគាត់ក៏បានទៅរកជាមួយនឹងគ្រូបាទមកមើលជាមួយនឹងផ្ទះរបស់គាត់នឹងតើ
ផ្ទះរបស់គាត់ហ្នឹងវាមានអ្វីកើតឡើងបាទគ្រូគេមកបានមើលបាទឯងចឹងទៅគ្រូហ្នឹងក៏បាននិយាយថាផ្ទះមួយហ្នឹងគឺមានព្រៃរស់នៅគឺមិនមានជំនាញផ្ទះទេសប្តាហ៍ថ្ងៃផ្ទះហ្នឹងគឺមិនមានជំនាញផ្ទះនៅថែរក្សាទេគឺមានព្រៃនៅថែរក្សាផ្ទះហ្នឹងគ្រាន់តែកូនប្រុសរបស់អ៊ំស្រីយ៉ាហ្នឹងគាត់ឮសំឡេងរបស់គ្រូភ្លាមគាត់ក៏បានភ័យតែម្ដងគាត់ថាអញ្ចឹងអាសំឡេងប្រហែលថ្ងៃមុនគាត់ឮពីមុនមកហ្នឹងគឺសិតតែព្រៃទេបាទគ្រូក៏បាននិយាយថាវាគិតអញ្ចឹងគឺត្រូវហើយគ្រូហ្នឹងក៏ថាផ្ទះមួយហ្នឹងនៅសសរផ្ទះកណ្ដាលកន្លែងត្រូវជាជំនាញផ្ទះហ្នឹងសសរមួយហ្នឹងគឺជាសសរដែលព្រីនៅគឺពីដំបូងឡើយគឺឈើហ្នឹងនឹងយកពីណៃអញ្ចឹងទេគ្រូហ្នឹងក៏បាននិយាយអញ្ចឹងកូនប្រុសរបស់អ៊ំស្រីយ៉ានឹងប្រាប់ទៅកាន់គ្រូថាសសរមួយហ្នឹងគឺគាត់បានទៅជ្រៀកជាមួយដើមឈើទាលនៅឯចុងភូមិយកមកធ្វើសសរផ្ទះហ្នឹងប៉ុន្តែគ្រូហ្នឹងថាអញ្ចឹងហើយប្រហែលជាមកពីដើមឈើហ្នឹងវាមានព្រីនៅកាន់ហើយយកមកធ្វើហើយដើមឈើមួយហ្នឹងស្អុយចំកណ្ដាលទៀតអីយ៉ាវាកន្លែងហ្នឹងហើយមិនធ្វើឲ្យកូនប្រុសរបស់អ៊ំស្រីយ៉ាហ្នឹងគាត់បាទជួបជាមួយនឹងហេតុការណ៍ចម្លែកជាច្រើនហើយអាពេលហ្នឹងគ្រូប្រាប់ថាតើតដោជាមួយនឹងទៅសពផ្ទះហ្នឹងចឹងបានអាចរស់នៅបាននៅពេលហ្នឹងកូនប្រុសរបស់អ៊ំស្រីយ៉ាហ្នឹងក៏បានស្ដាប់តាមសំឡេងគ្រូពេលដែលត្រឡប់មកផ្ទះវិញគាត់ក៏បានទៅរកម្ចាស់ទីពោឈើឲ្យយកជាងរអីហ្នឹងបដូរជាមួយសសរកណ្ដាលរបស់គាត់ហ្នឹងបាទប៉ុន្តែជាងគេថាតើតែ2ថ្ងៃទៀតបានគាត់អាចមានពេលទៅដូរឲ្យបានដោយសារគាត់ជាប់របួសផ្ទះគេដែរនៅពេលហ្នឹងកូនប្រុសរបស់អ៊ំស្រីយ៉ាគាត់ក៏បានមិនបញ្ញាទៀតដែរគាត់ក៏បានប្រាប់ថាអត់អីទេអញ្ចឹងជាងចាំជួយមកដូរឲ្យផងប៉ុន្តែអារយៈពេលដែល2ថ្ងៃដែលកូនប្រុសរបស់អ៊ំស្រីយ៉ាហ្នឹងគាត់មិនទាន់បានដូរសសរហ្នឹងណាព្រៃហ្នឹងគឺចាក់ដើមលេងគាត់តែម្ដងបាទគឺលក្ខណៈថាពេលដែលយប់ឡើងគាត់ដេកគឺអត់ឲ្យគាត់ដេកទេគឺពេលដែលកូនប្រុសរបស់អ៊ំស្រីយ៉ាដេកតិចលឺសំឡេងរំជើងដើរតិចហ្នឹងស្រាប់តែលឺសំឡេងលូតពីលើថ្នមផ្ទះមកផ្ដុំទៀតណាបាទគូលូតពេញផ្ទះតែម្ដងគឺមួយយប់ហ្នឹងគឺគាត់ដេកឲ្យលក់ទេហើយពេលអ្នកដេកប្រពន្ធហ្នឹងគឺឲ្យហ៊ានដើរចេញទេដោយសារគាត់ដឹងតែមានព្រាយគឺខ្មោចនៅពេញលើផ្ទះគាត់នឹងតែម្ដងអញ្ចឹងទៅគាត់ឲ្យហ៊ានងើបទេគាត់ទ្រាំរហូតដល់អាពេលថ្ងៃដែលគាត់ត្រូវបានដូរសសរនឹងចេញណាហើយគាត់ក៏បានពីមុនលោកនិមន្តអីហ្នឹងមកប្រោះព្រំជាមួយនឹងផ្ទះគាត់ដែរតែទៅរងអា2ថ្ងៃដែលគាត់ត្រូវបានត្រូវបាននិមន្តលោកមកប្រោះព្រំហ្នឹងណា2ថ្ងៃហ្នឹងគឺគាត់វេទនាណាដេកអត់លក់ទេគឺភុកមុខពីអ្នកប្រពន្ធហ្នឹងគឺលក្ខណៈថាស្លេកស្លាំងតែម្ដងដោយសារព្រីហ្នឹងគឺលងគាត់សាហាវតែម្ដងអញ្ចឹងណាព្រីមិនគឺអត់ឲ្យម្ចាស់ផ្ទះហ្នឹងគឺនៅដេកឲ្យសុកស្រួលទេគឺកូនម្ចាស់ផ្ទះគឺលក្ខណៈថារករឿងអញ្ចឹងណាដោយសារអីដោយសារថាគេនៅតែគេតែយើងទៅរំខានគេទៅយកគេមកធ្វើជាគោយំហោឬក៏ជាសសរផ្ទះសសរទ្រូងរបស់គេអញ្ចឹងទៅផ្ទះហ្នឹងអត់មានជំនាញផ្ទះនៅខែសាទេប៉ុន្តែគឺមានព្រីនៅខែសានៅពេលដែលគេបានបដូរសសរផ្ទះហ្នឹងហើយអស់បាទកូនប្រុសរបស់អ៊ំស្រីយ៉ានគាត់ក៏បានមុនអីមកប្រោះព្រំអីចឹងទៅបាទក៏បានរស់នៅដោយសុខស្រួលគឺអត់មានអីមកញ៉ាយគាត់ទៀតទេគឺចាប់ពីថ្ងៃដែលគាត់ដូរសសរផ្ទះហើយហ្នឹងបាទគឺចាប់ដើមលេងមានជាមួយហ្នឹងបាទព្រីឬក៏ជាលេងដឹងលឺដឹងអីទាំងអស់គឺចាប់ដើមស្ងប់ស្ងាត់គ្រួសាររបស់គាត់ហ្នឹងក៏បានរស់នៅដោយមានក្តីសុខមានសុភមង្គលដូចមកដល់សប្តាហ៍ថ្ងៃហ្នឹងតែម្ដងហ្នឹងហើយអញ្ចឹងអាសាច់រឿងមួយហ្នឹងខ្ញុំចង់និយាយចេញពីបាទមុននឹងយើងធ្វើអ្វីបើមិនជឿកុំប្រមាថទៅលើអបិយជំនឿដែលសោះប្រិយមិត្តទាំងអស់គ្នាដោយសារបើមិនជឿកុំប្រមាថហ្នឹងហើយលើโลกនេះអ្វីក៏ដោយគឺមានទាំងអស់ប៉ុន្តែគាត់តែយើងមើលមិនឃើញឬក៏យើងប៉ះមិនបានអញ្ចឹងតែប្រិយមិត្តទាំងអស់គ្នាបើមិនជឿកុំប្រមាថហើយសាច់រឿងនេះគឺបានជឿនជើងចូលមកដល់ទីបញ្ចប់ហើយមុននឹងចប់គឺខ្ញុំសូមជម្រាបប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel YouTube របស់ Amy ម្នាក់មួយផងហ្នឹងហើយបាទអរគុណច្រើន